ការយកប្រាសាទអង្គរវត្តមកដាក់លើមុខនាឡិកាដៃដ៏តូចនេះវាជារឿងលំបាកហើយតែវារឹតតែលំបាកបើសិនជាយើងចង់ធ្វើឲ្យនាឡិកាដៃនេះមានរូបអង្គរវត្តដ៏លម្អិត detail បងប្អូនដែលធ្វើការកក់អង្គរថៃធានាមនៅក្នុងថ្ងៃនេះបងប្អូននឹងទទួលបានឱកាសចំណេញជាច្រើនពីវ៉ាមែនដោយដែលបងប្អូនបានឃើញអញ្ចឹងឥឡូវនេះទាំង poster ទាំងវីដេអូគឺលោតប្រងព្រាតអីនៅលើ page របស់វ៉ាមែនប៉ុន្តែឥឡូវនេះយើងកំពុងតែធ្វើការ launching product ថ្មីដែលមានឈ្មោះថាអង្គរ Titanium ហើយឥឡូវនេះគឺយើងចាប់ផ្ដើមបើកធ្វើការកក់ឲ្យបងប្អូនអតិថិជនដែលធ្វើការកក់នឹងទទួលបានឱកាសចំណេញមែនទែនបងប្អូនកក់មួយគ្រឿងបងប្អូននឹងទទួលបានទី1គឺការឆ្លាក់ឈ្មោះនៅលើតួដោយឥតគិតថ្លៃបងប្អូនឆ្លាក់ឈ្មោះខ្លួនឯងឆ្លាក់ឈ្មោះមនុស្សជាទីស្រឡាញ់ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អមួយនៅលើនាឡិកាដៃហើយការឆ្លាក់ឈ្មោះនេះគឺបានសម្រាប់តែអតិថិជនដែលធ្វើការកក់តែប៉ុណ្ណោះក្នុងការឆ្លាក់ឈ្មោះនេះគឺខ្ញុំហ៊ាននិយាយថាវាពិតជាមានគុណតម្លៃមែនទែនទី1គឺសម្រាប់តែអតិថិជនដែលធ្វើការកក់បើសិនជាអត់កក់ទោះក្នុងតម្លៃណាក៏ដោយក្រុមហ៊ុនអត់ទទួលក្នុងការធ្វើទេទី2ការឆ្លាក់ឈ្មោះនេះគឺពិតជា take risk មែនទែនជួបហានិភ័យបើសិនជាខាង QC គេរកឃើញថាឈ្មោះរបស់បងប្អូនត្រូវបានវាចឬក៏ខុសបច្ចេកទេសណាមួយTitaniumម្ដុំដែលជាតួនាឡិកាហ្នឹងគឺត្រូវចោលតែម្ដងទី3បងប្អូននឹងទទួលបាន voucher $30ក្នុងការ purchase ឬក៏ក្នុងការកម្មង់នៅ invoice បន្ទាប់ឥឡូវយើងងាកមកមើលនាឡិកាដៃយើងវិញបងប្អូនដឹងហើយពីមួយចំនួនទៅមួយចំនួនវ៉ាមែនតែងតែគិតគូរយ៉ាងល្អិតល្អន់មែនទែនទាំងការរចនាហើយនិងគុណភាពតួយ៉ាងដូចនាឡិកាដៃនេះអញ្ចឹងគឺការរចនាគឺមានការរួមបញ្ចូលគ្នារវាងបុរាណនិងសម័យដោយបុរាណគឺយើងបានផ្ដោតទៅលើអង្គរវត្តហើយដាក់ទៅលើមុខនាឡិកាដៃការយកប្រាសាទអង្គរវត្តមកដាក់លើមុខនាឡិកាដៃដ៏តូចនេះវាជារឿងលំបាកហើយតែវារឹតតែលំបាកបើសិនជាយើងចង់ធ្វើឲ្យនាឡិកាដៃនេះមានរូបអង្គរវត្តដ៏លម្អិត detail គឺយើងមើលទៅគឺវា detail មែនតើបើយើងមើលឲ្យគៀកយើងឃើញប្រាសាទយើងឃើញកម្មចដៅយើងឃើញដើមថ្នោតអីគឺច្បាស់តែដើមថ្នោតនឹងតែម្ដងហើយមុខអង្គរវត្តនេះខ្ញុំសូមជម្រាបជូនបងប្អូនថាមិនមែនជ័រទេគឺជាស្ពាន់ម្ដុំតែម្ដងសម្រាប់មុខអង្គរវត្តនេះហើយយើងធ្វើបាន detail មែនតើកន្លែងនេះពិសេសបងប្អូនបើបងប្អូនមើលឲ្យគៀកបងប្អូននឹងឃើញវាផុសមកលើតែម្ដងមានកលុកមានកលៈមានលឹបមានលៀនមានផតមានប៉ោងស្អាតមែនតើហើយការធ្វើគឺពិតជាលំបាកតម្រាំបានមុខមួយនេះគឺឆ្លងកាត់ច្រើនដំណាក់កាលជាក់ស្ដែងស្ពាន់ទាំងមូលនេះគឺពណ៌ស្ពាន់ទេបងប្អូនពណ៌ស្ពាន់ទេហើយត្រូវការក្រូមេជាច្រើនតង់ត្រូវការ painting ជាច្រើនតង់តម្រាំបានពណ៌លក្ខណៈ gradient បែបនេះគឺយើងមានពណ៌ឫសឈើយើងមានពណ៌ប្រាសាទយើងមានពណ៌រាងសពណ៌រាងកម្មៅពណ៌រាងប្រផេះអញ្ចឹងទៅអញ្ចឹងវាពិតជាលំបាកសម្រាប់ការធ្វើមុខមួយនេះហើយតម្រាំតែ final បានគឺយើងត្រូវការធ្វើឲ្យធ្វើទៀតច្រើនដំណាក់កាលអាចនិយាយថានាឡិកាដៃនេះចូលរយៈពេល2ឆ្នាំហើយបានយើងអាចចេញជាផ្លូវការបានឥឡូវយើងងាកមកដល់តួនាឡិកាដៃនេះវិញម្ដងបែបជ្រុងគឺរចនាបែបសម័យទាន់សម័យស៊ីវិល័យប៉ុន្តែអ្វីដែលពិសេសនោះគឺតួនេះគឺបំពាក់តែដោយដែក Titanium បងប្អូនគ្រាន់តែឮ Titanium បងប្អូនប្រកាសជាសម័យថាដែកយន្តហោះជាទូទៅណាបងប្អូនយើងគ្រាន់តែឮ Titanium គឺគិតទៅដល់ដែកយន្តហោះហើយអញ្ចឹងដោយសារតែ Titanium វាមានទម្ងន់ស្រាលជាង Stainless Steel ធម្មតាហើយវាតាន់ជាងហើយមានតម្លៃថ្លៃជាង Stainless Steel ធម្មតាអញ្ចឹង material ប្រភេទនេះអាចនិយាយបានថាវា premium ហើយសម្រាប់ពណ៌នេះគេហៅថាពណ៌ Titanium ហើយបងប្អូនមិនមែនពណ៌ silver ទេ Titanium គឺនៅពេលដែលបងប្អូននៅក្រោមពន្លឺថ្ងៃវារៀងបដូរពណ៌បន្តិចនៅខាងក្នុងងងឹតវារៀងបដូរពណ៌បន្តិចអាចនិយាយបានថាជាពណ៌ប្រភេទពណ៌ប្រផេះស្រាលពណ៌ Titanium ហើយចំណុចពិសេសរបស់ Titanium គឺស្រាលតាន់ធន់នឹងកម្ដៅហើយមួយវិញទៀតសម្រាប់បងប្អូនដែលគាត់ពាក់ Stainless Steel ណាហើយតែងតែថាមិនបានខ្ញុំពាក់នាឡិកាចេះតែលមាស់ដៃចេះតែរោលដៃអានោះហើយគឺ allergy ជាមួយនឹង Stainless Steel បងប្អូនសាកជាមួយ Titanium ម្ដងបងប្អូននឹងធ្វើការពេញចិត្តហើយក្រៅតែពីមុខអង្គរក៏ដូចជាតួ Titanium វ៉ាមែនតែងតែបំពាក់នៅគ្រឿងបង្គំល្អៗដូចដែលបងប្អូនបានដឹងអញ្ចឹងកញ្ចក់គឺ Sapphire Crystal ប៉ុន្តែលើកនេះមកបែបលក្ខណៈប៉ោងលក្ខណៈកោងប៉ោងហើយ Sapphire Crystal ក៏បំពាក់ជាមួយនឹង Swiss Luminous ដែរខាងតនិចក្របម៉ោងនេះបងប្អូនអញ្ចឹងបងប្អូនអាច
មើលមកនៅទីងឹតស្រួលច្បាស់មួយវិញទៀតមានអាវក្រោះការពារទឹករហូតដល់50ម៉ែត្រហើយម៉ូតនេះក៏បានបំពាក់ជាមួយនឹងម៉ាស៊ីន automatic របស់ក្រុមហ៊ុន Miyota ផងដែរក៏បានបំពាក់ជាមួយនឹងខ្សែ rubber យ៉ាងរឹងមាំហាប់ណែនតែម្ដងសម្រាប់ model មួយនេះមួយទៀតសម្រាប់ការវេចខ្ចប់បងប្អូនអាចឃើញប្រអប់នឹងដៃខ្ញុំហើយគឺពិសេសមែនតើការវេចខ្ចប់នេះក៏យើងយកពណ៌លំនាំទៅតាមទង់ជាតិខ្មែរយើងដែរគឺមានពណ៌ក្រហមពណ៌ខៀវពណ៌សហើយបានពាសជាមួយនឹងស្បែកពណ៌ខ្មៅដ៏ប្រណិតនៅខាងក្នុងហើយក៏មកជាមួយនឹង folder ហើយក្នុង folder នេះមកមួយ complete set តែម្ដងយើងមានទាំងកាតានីយើងមាន sticker យើងមានកសែងជូតអីចឹងទៅសម្រាប់តម្លៃគឺពិសេសមែនតើបងប្អូនមិនគួរឲ្យជឿដោយសារតែ Warman ព្យាយាមដាក់តម្លៃមួយដែលអាចឲ្យបងប្អូនទាំងអស់គ្នាមានលទ្ធភាពក្នុងការប្រើប្រាស់ខ្ញុំជឿជាក់ថានៅពេលដែលបងប្អូនឃើញរូបប្រាសាទអង្គរវត្តនៅលើមុខនាឡិកាដៃប្រកាសណាពិតជាចង់ចូលរួមក្នុងការពាក់ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណវប្បធម៌អរិយធម៌ខ្មែរទៅកាន់បរទេសដូច្នេះតម្លៃគឺពិសេសមែនតើតួថៃធានាមមុខអង្គរដ៏សែនលំបាកធ្វើប៉ុន្តែតម្លៃត្រឹមតែ$599សម្រាប់បុរស$569សម្រាប់នារីហើយមានការធានា3ឆ្នាំមានច្រើនពណ៌ច្រើនជម្រើសសម្រាប់ជ្រើសរើសអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ